ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះ Sigma Welcome to Basic Human Talk ហើយកាលពីប្រហែលថ្ងៃមុនខ្ញុំបានទៅដើរលេងនៅកន្លែងមួយដែលមានឈ្មោះថា Santa Monica Pier ហើយខ្ញុំនឹងដាក់វីដេអូអ្នកមើលតែកន្លែងហ្នឹងមិន Santa Monica Pier គឺជាឆ្នេរសមុទ្រហើយមានអមដល់គេខ្ពស់ៗហើយមានអាភាកំពង់ផែដែលគេធ្វើពីលើផ្ទៃសមុទ្រហ្នឹងដើម្បីឲ្យមនុស្សអាចឡើងទៅមើលទេសភាពសមុទ្របានលេងហ្គេមញ៉ាំអីហើយមានកន្លែងស្អាតៗទៀតនៅលើកំពង់ផែហ្នឹងអ្នកទាំងអស់គ្នាឃើញវីដេអូហ្នឹងពិតជា agree ថាកន្លែងហ្នឹងស្អាតណាប៉ុន្តែនៅក្នុងវីដេអូហ្នឹងខ្ញុំនឹងសួរសំណួរមួយថាតើអ្នកទាំងអស់គ្នាដែលធ្លាប់គិតថាកន្លែងដែលស្អាតអញ្ចឹងណាប៉ុន្តែវាពោពេញទៅដោយអារម្មណ៍ផ្សេងៗគ្នាដូចជាអារម្មណ៍សប្បាយអារម្មណ៍ការទុកក្តីសង្ឃឹមផ្សេងៗអញ្ចឹងទៅពេលដែលខ្ញុំលេងឆ្នេរសមុទ្រហើយខ្ញុំឡើងទៅកំពង់ផែខាងលើមានបងស្រីម្នាក់គាត់ហៅដើម្បីជួយទិញនំគាត់អញ្ចឹងណានៅលើភីហ្នឹងគេមាន restaurant ត្រឹមត្រូវអង្គុយអញ្ចឹងទៅប៉ុន្តែស្របពេលជាមួយគ្នាក៏មានអ្នកដើរលក់នំនៅលើកំពង់ផែហ្នឹងហើយបងស្រីហ្នឹងគាត់អាយុប្រហែលជា35ទៅ40ឆ្នាំអញ្ចឹងណាគាត់ហៅទិញនំគាត់ហៅយើងទិញនំទាំងជាមួយនឹងស្នាមញញឹមអញ្ចឹងទៅក៏ជួយទិញគាត់ទៅហើយនៅពេលដែលកលេចទៅមកខាងទៀតក៏ឃើញបងហ្នឹងគាត់ក៏បានអង្គុយផេនទីកន្លែងហ្នឹងទាំងមូលមានឆ្នេរមានគេខ្ពស់ៗចឹងទៅខ្ញុំដាក់វីដេអូអ្នកនរគ្នាមើលហើយផេនទីហ្នឹងស្អាតមែនទែនគាត់ក៏អង្គុយផេនអាហ្នឹងទៅហើយក៏មានមនុស្សចាស់ម្នាក់ទៀតដែលគាត់ឈរច្រៀងគាត់ dress up ស្អាតហើយគាត់ឈរច្រៀងហើយមានតន្ត្រីអីលេងជុំវិញគាត់ចឹងទៅហើយក៏មានមនុស្សជាច្រើនផ្សេងៗទៀតដែលទៅមានកូនអ្នកខ្លះអត់កូនហើយអ្នកខ្លះទៅជាគូអ្នកខ្លះដើរម្នាក់ឯងចឹងទៅជារួមយើងមើលទៅថាកន្លែងហ្នឹងជាកន្លែងស្រស់ស្អាតមនុស្សមកដូចខ្ញុំទៅហ្នឹងគឺទៅក្នុងគោលបំណងដើរលេងចឹងទៅអត់មើលឃើញអីក្រៅពីឃើញទេសភាពដែលស្អាតកន្លែងដែល fun ហើយម្ហូបដែលឆ្ងាញ់ចឹងទៅប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមកលេចឲ្យជ្រៅ observe កន្លែងហ្នឹងបានយើងចាប់អារម្មណ៍ថានៅក្នុងកន្លែងតែមួយទេសភាពដូចគ្នាប៉ុន្តែគ្រប់មនុស្សទាំងអស់នៅលើភាហ្នឹងនៅលើឆ្នេរសមុទ្រហ្នឹងគឺអត់មើលឃើញហើយនឹងទទួលបទពិសោធន៍បានដូចគ្នាទេជាឧទាហរណ៍ដូចបងស្រីដែលលក់នំហ្នឹងជាប្រចាំហ្នឹងគាត់អត់បានមើលឃើញថាកន្លែងហ្នឹងស្អាតហើយអត់មានបាន take time ទៅ enjoy កន្លែងហ្នឹងទេអ៊ំប្រុសដែលលេងភ្លេងអ៊ំប្រុសដែលគូររូបហើយអ្នកដែលធ្វើការនៅលើហ្នឹងអញ្ចឹងទៅហើយយើងក៏លេខមកតង់ទៀតយើងនឹងឃើញថាអ្នកខ្លះដែលទៅកន្លែងហ្នឹងគឺទៅតែបាត់បង់ការងារហើយបាត់បង់ក្តីសង្ឃឹមទាំងអស់ប៉ុន្តែចង់ទៅស្រូបយកចោលសមុទ្រដើម្បីឲ្យធូរចិត្តអ្នកខ្លះទៀតអាចជាអ្នកចម្រៀងអញ្ចឹងទៅប៉ុន្តែដោយអ៊ំដែលច្រៀងហ្នឹងគាត់ប្រកាសណាស់ចង់នៅលើ stage ធំល្បីអញ្ចឹងទៅប៉ុន្តែដោយសារអីដោយសារតែ live play ហ្នឹងវាអត់ make it អញ្ចឹងទៅគាត់ក៏នៅច្រៀងអញ្ចឹងទៅហើយអ្នកដែលចូលថតរូបស្រស់ស្អាតស្រស់ញញឹមហ្នឹងជួនកាលអាចនៅក្នុងដំណាក់កាលមួយដែលចង់សម្លាប់ខ្លួនអីចឹងណានឹងយើងមើលអត់ឃើញទេមនុស្ស10នាក់ឧទាហរណ៍អញ្ចឹងទៅឈរនៅលើភានឹងជាមួយគ្នាឃើញទេសភាពដូចគ្នាព្រោះទេសភាពវានៅតែទេសភាពម្ដាយហ្នឹងទេប៉ុន្តែដោយសារតែមនុស្សម្នាក់មាន life story ផ្សេងគ្នាមានទំនួលខុសត្រូវខុសគ្នាមានក្តីសម័យក្តីសង្ឃឹមខុសគ្នាធ្វើឲ្យយើងមើលឃើញទៅទេសភាពហ្នឹងក្នុងន័យផ្សេងគ្នាទាំងអស់ហើយអ្នកទាំងអស់គ្នាដែលខឹងឬក៏ធ្លាប់គិតថាមនុស្សដែលយើងស្គាល់អ្នកដែលយើងស្រឡាញ់ជាគ្រួសារជាបងប្អូនជាមិត្តភក្តិចឹងទៅដែលកំពុងតែមានសុខភាពផ្លូវចិត្តអត់ល្អហើយយើងមើលពីឆ្ងាយចេះតែយល់ថាតើហេតុអីបានជាមនុស្សម្នាក់ហ្នឹងមានបញ្ហាសុខភាពផ្លូវចិត្តដល់ប៉ុណ្ណឹងពីព្រោះមើលទៅពីក្រៅបញ្ហាដែលជួបហ្នឹងវាអត់គួរធ្ងន់ដល់ប៉ុណ្ណឹងសោះតើហេតុអីបានជាម្នាក់ហ្នឹងមើលអត់ឃើញអញ្ចឹងខ្ញុំចង់រំលឹកអ្នកទាំងអស់គ្នាហើយនឹងរំលឹកខ្លួនឯងថានៅពេលដែលយើងមើលអីមួយគឺយើងមើលតែមួយជ្រុងនៃ perspective របស់យើងទេគឺមើលតាមកៅភ្នែករបស់យើងដែលមើលឃើញមួយជ្រុងជាមួយនឹងបទពិសោធន៍ជីវិតរបស់យើង life story របស់យើងដែលយើងឆ្លងកាត់ទាំងប្រមាណដើម្បីយល់ថារឿងហ្នឹងវាគួរតែស្រាលឬធ្ងន់អញ្ចឹងណាប៉ុន្តែយើងអាចមើលដឹងថាម្នាក់ហ្នឹងកំពុងតែឃើញអីគេទេទោះបីជាយើងកំពុងតែឈោមមើលទេសភាពជាមួយគ្នានឹងក៏ដោយក៏យើងអត់ដឹងថាអ្នកដែលឈោចិត្តយើងនឹងមើលឃើញអីគេទេអីដែលយើងធ្វើបានគឺយើងត្រូវព្
ព្យាយាមទាំងអស់គ្នាគឺដើម្បី make space មុនយើងចាប់ផ្ដើមទៅ judgment mode គេធ្វើអីយើងចាប់ផ្ដើមរិះគន់ឬក៏វិនិច្ឆ័យឬក៏ផ្ដល់ដំណោះស្រាយភ្លាមទោះបីជាគោលបំណងយើងល្អឬក៏យ៉ាងម៉េចក៏ដោយប៉ុន្តែយើងត្រូវទទួលដឹងថាទោះបីយើងខំព្យាយាមអស់លទ្ធភាពប៉ុណ្ណាក៏យើងអាចដឹងថាម្នាក់ហ្នឹងកំពុងតែមើលឃើញអីគេកំពុងតែជួបអីគេកំពុងតែមានទំនួលខុសត្រូវអីគេហើយកំពុងតែស្ថិតនៅក្នុង head space កន្លែងណាមនុស្សយើងវាមានកលៈទេសៈផ្សេងគ្នាថាដំណាក់កាលខ្លះយើងនៅក្នុង head space មួយដែលខ្មៅងងឹតហើយពិបាកក្នុងការឃើញអីដែលស្រស់ស្អាតមែនទែនខ្ញុំឧទាហរណ៍មួយថាបើសិនជាយើងស្គាល់ណាម្នាក់ដែលធ្វើការល្អអីចឹងទៅប៉ុន្តែយូរឆ្នាំហើយនៅតែជិះម៉ូតូនៅតែអត់មានផ្ទះនៅអីចឹងទៅយើងចាប់ផ្ដើម judgment ភ្លាមថាតើហេតុអីបានជាម្នាក់ហ្នឹងធ្វើការយូរឆ្នាំហើយបែរជាមានអីទាំងអស់រោតឡានមួយជាអត់មានផងប៉ុន្តែនៅពេលហ្នឹងវាគឺជារូបភាពដែលយើងមើលឃើញនៅផ្នែកទទេប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមបើកចិត្តឲ្យ make space នៅក្នុងខួរក្បាលយើងដោយមានការ judgment យើងនឹងឃើញថាម្នាក់ហ្នឹងប្រហែលជាចិញ្ចឹមឪពុកម្ដាយម្នាក់ហ្នឹងប្រហែលជាចិញ្ចឹមប្អូនឲ្យរៀនម្នាក់ហ្នឹងប្រហែលជាជួយបំណុលឲ្យបងប្អូនសិតតែជារឿងដែលយើងមើលអត់ឃើញនឹងផ្នែកទទេអីដែលយើងមើលឃើញបានគឺម្នាក់ហ្នឹងមានការងារល្អមានប្រាក់ខែខ្ពស់ប៉ុន្តែអីផ្សេងទៀតដែលយើងមើលអត់ឃើញគឺច្រើនមែនទែននឹងគ្រាន់ជាឧទាហរណ៍មួយថាមុននឹងយើងចាប់ផ្ដើមនិយាយអីយើងត្រូវគិតសិនណាតែយើងអត់ដឹងរឿងគេទេអីដែលយើងមើលឃើញគឺមើលឃើញតែផ្នែកទទេនិងរូបរាងខាងក្រៅតែប៉ុណ្ណឹងមួយទៀតដែលខ្ញុំធ្លាប់តែងតែលើគឺរបៀបថាការហៅឲ្យតើមានកូនឬក៏អាយុច្រើនហើយឲ្យតើមានគ្រួសារនឹងគឺជារឿងដែលយើងមើលផ្នែកទទេបានប៉ុន្តែម្នាក់ដែលអត់ទាន់យកគ្រួសារប្រហែលជាកំពុងតែជួបនឹងmental health ដែលខ្លាំងមែនទែនដែលយល់ថាខ្លួនឯងអត់ស័ក្តិសមនៅជាមួយណាគេម្នាក់ទៀតទេហើយអ្នកដែលការហៅមានកូនប្រហែលជាខំប្រឹងព្យាយាមទៅពេទ្យ4-10ដើម្បីចង់បានកូន basically មានន័យថា under the same sun the same sky ប៉ុន្តែយើងមិនអាចរស់នៅក្នុងជីវិតរបស់ណាគេម្នាក់បានទេហើយយើងមិនអាចដឹងថាម្នាក់ហ្នឹងកំពុងតែជួបបញ្ហាគេកំពុងតែមានសុខភាពផ្លូវចិត្តបែបណាទេហើយយើងព្យាយាមប៉ុណ្ណាក៏ដោយក៏យើងនៅតែអាចដឹងពិតប្រាកដថាម្នាក់ហ្នឹងកំពុងតែគិតអីមានអារម្មណ៍បែបណាបាននេះជាងទៅអីដែលយើងអាចធ្វើបានគឺយើងផ្លាស់ប្ដូរការ judgment ទៅជា curious មានន័យថាមុននឹងយើងចាប់ផ្ដើម judge យើងចាប់ផ្ដើមសួរសំណួរផ្សេងចឹងទៅដូចជាហេតុអីបានម្នាក់ហ្នឹងគិតអញ្ចឹងហេតុអីបានជាម្នាក់ហ្នឹងដើរយឺតថាអីបែបម្នាក់ហ្នឹងមើលទៅអត់សុបាយចិត្តថាអីបែបម្នាក់ហ្នឹងមើលទៅអត់សូវជោគជ័យមានមូលហេតុអីគេខ្លះអញ្ចឹងនៅពេលយើងចាប់ផ្ដើម curious វាបដូរពីការ judgment ទៅជា empathy ហើយនៅពេលដែលយើងចាប់ផ្ដើមថា assuming ថាយើងដឹងរឿងគេយើងទៅដក clear មកគិតថាយើងអត់ដឹងទេហ្នឹងហើយវីដេអូនឹងមានតែប៉ុណ្្នឹងទេហើយយើងទាំងអស់គ្នាត្រូវរំលឹកទាំងអស់គ្នាថាគ្រប់គ្នាសិតតែ trying the best we could ដើម្បីរស់នៅក្នុងជីវិតនៅលើផែនដីនេះហើយគ្រប់គ្នាមានទំនួលខុសត្រូវមាន life story ផ្សេងគ្នាបើសិនជាយើងអាចបានជួយគ្នាទេគឺសូមឲ្យកុំឲ្យគ្រួលដាក់គ្នាអញ្ចឹងទៅ try to be kind a little bit we all just trying the best we could thank you so much ហើយអរគុណអ្នកនរគ្នាដែលចូលរួមស្ដាប់ហើយជជែកគ្នាលេង